ปราสาทตาปรุมปราสาทตาปรุมត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើស្ថិតនៅក្នុងព្រៃមានកសនទឹកព័ទ្ធជុំវិញពីរជាន់ប្រាសាទនេះមានទីតាំងស្ថិតនៅវង្សតូចទៅតាមផ្លូវទ្វារជ័យបន្ទាប់ពីប្រាសាទតាកែវប្រហែល1គីឡូម៉ែត្រហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ៃពីយ៉ាប់ប្រាសាទតាព្រំកសាងឡើងក្នុងឆ្នាំ1186ដោយព្រះបាទជ័យវរ្ម័នទី7គោរពដល់ព្រះពុទ្ធសាសនាមហាយានហើយបើតាមសិលាចារឹកនៃប្រាសាទនេះគឺដើម្បីឧទ្ទិសដល់គុណព្រះមេដារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមីតាប្រវត្តិប្រាសាទឈ្មោះដើមរបស់ប្រាសាទតាព្រំគឺរាជវិហារប្រាសាទតាព្រំមានទីតាំងនៅតាមផ្លូវវង្សតូចទៅតាមទ្វារជ័យគឺបន្ទាប់ពីប្រាសាទតាកែវប្រហែល1គីឡូម៉ែត្រហើយមានកំពែងបន្ទាយក្តីផ្នែកពីយ៉ាប់ប្រាសាទនេះកសាងឡើងនៅក្នុងឆ្នាំ1186នៃគ្រិស្តរាជដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយព្រះមេដារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមីប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទតាមសិលាចារឹកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំនិងមុខងាររបស់ប្រាសាទតាព្រំមាន3140ភូមិនិងមានមនុស្ស 79365 នាក់មើលថែប្រាសាទរួមមានរាជគ្រូ19នាក់មន្ត្រី2740នាក់ជំនួយការ2202នាក់និងអ្នករាំរបាំ615នាក់ក្នុងចំណោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមានចានមាសដែលមានទម្ងន់ជាង500គីឡូក្រាមមានពេជ្រ3535គូតខ្យង46020ត្បូងមានតម្លៃ4540ស្បៃពីប្រទេសចិន876សូត្រ512និងក្លប523ប្រាសាទតាព្រំកសាងឡើងពីថ្មភក់និងថ្មបាយក្រៀមមានកំពែង5ជាន់និងមានប្រាង្គប្រាសាទចំនួន39កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង700 គុណនឹង 10000 ម៉ែត្រនៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅមានអគាររបាំមួយប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវីកសាងពាក់កណ្ដាលសតវត្សទី12ដើមសតវត្សទី13សាសនាព្រះពុទ្ធសាសនាមហាយានព្រះមហាក្សត្រជ័យវរ្ម័នទី7រចនាបថបាយ័នប្រាសាទតាព្រំដែលមានរចនាបថបាយ័នត្រូវបានជឿថាបានកសាងនៅចុងសតវត្សទី19និងដើមសតវត្សទី13ប្រាសាទនេះបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7វត្តអារាមសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាមហាយាននិងជាសាកលវិទ្យាល័យមិនដូចប្រាសាទសម័យអង្គរផ្សេងឡើយទេប្រាសាទតាព្រំត្រូវបានបោះបង់ចោលដែលមានលក្ខណៈដូចអ្វីដែលបានឃើញមានជាពន្លឺនិងបរិយាកាសលាយឡំនៃដើមឈើដែលដុះជ័យទីលើប្រាសាទនិងព្រៃឈើព័ទ្ធជុំវិញដែលធ្វើឲ្យប្រាសាទនេះមានប្រជាប្រិយភាពបំផុតក្នុងចំណោមប្រាសាទក្នុងតំបន់អង្គរសម្រាប់ភ្ញៀវទេសចររាជវិហារប្រាសាទរបស់ស្ដេចដោយដែលស្គាល់ពីដំបូងជាប្រាសាទមួយនៃប្រាសាទដំបូងដែលកសាងតាមអនុលោមនិងកម្មវិធីដ៏ធំធេងនៃការកសាងនិងសាធារណការបន្ទាប់ពីការឡើងសោយរាជ្យក្នុងឆ្នាំ1111ប្រាសាទត្រូវបានកសាងឡើងដោយព្រះនាមរាជវង្សព្រះអង្គរូបភាពសំខាន់នៃប្រាសាទនេះគឺការតំណាងឲ្យប្រាជ្ញាបារមិត្រៈជាអ្នកតំណាងឲ្យកាតិបណ្ឌិតត្រូវបានតំណាងឲ្យព្រះមេដាព្រះអង្គនៅខាងជើងនិងខាងត្បូងប្រាសាទនៅក្នុងកំពែងទី3ត្រូវបានឧទ្ទិសដល់ព្រះគ្រូរបស់ព្រះរាជានិងព្រះរាមព្រះរាជាដែលឡែកពីគ្នាទៅវិញទៅមកប្រាសាទតាព្រំក៏ជាទម្រង់បំពេញបន្ថែមជាមួយនឹងការជួសជុលប្រាសាទវត្តអារាមព្រះខ័នដែលឧទ្ទិសក្នុងឆ្នាំ1191រូបភាពតំណាងឲ្យអវេលោកអ៊ីស្វីក្រេសជាការប្រៀបធៀបនឹងព្រះពោធិសត្វនិងត្រូវបានតំណាងឲ្យព្រះបិតាព្រះមហាក្សត្រកន្លែងនេះជាលំនៅឋានរបស់ប្រជារាស្ត្រចំនួន12500នាក់បូកជាមួយនឹងអាចារ្យចំនួន19នាក់និងអ្នករាំរបាំ615នាក់រួមនឹងមានប្រជារាស្ត្រ800,000នាក់ទៀតដែលរស់នៅក្នុងភូមិជុំវិញដែលធ្វើការដើម្បីផ្តល់សេវានិងការផ្គត់ផ្គង់ស្ថាបត្យកម្មតាមសិលាចារឹកនៃប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំនិងមុខងាររបស់ប្រាសាទតាព្រំមាន3140ភូមិនិងមានមនុស្ស 79365 នាក់មើលថែប្រាសាទរួមមានរាជគ្រូ19នាក់មន្ត្រី2740នាក់ជំនួយការ2202នាក់និងអ្នករាំរបាំ615នាក់ក្នុងចំណោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមានចានមាសដែលមានទម្ងន់ជាង500គីឡូក្រាមមានពេជ្រ3535គូតខ្យង46020ត្បូងមានតម្លៃ4540ស្បៃពីប្រទេសចិន876សូត្រ512និងក្លក់523